ហេតុដែលនាំឲ្យបានគ្នាជាប្តីប្រពន្ធគ្រប់ជាតិណាបងណាក្នុងព្រះធម៌គម្ពីរអង្គុត្តរនិកាយចតុកនិបាតហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងណាពីការរស់នៅជាមួយគ្នាទាំងក្នុងជាតិជាបច្ចុប្បន្នរហូតណាទៅកាន់ប្រលោកជាតិទៅមុខទៀតបន្ទាប់ស្លាប់ណានឹងបានជួបគ្នាជាប្តីប្រពន្ធនឹងឯងណាគ្រប់ជាតិបងណាហើយធម៌4យ៉ាងហ្នឹងញាតិញោមចេះហើយទាំងអស់គ្នាពីម្សិលណាដែលខ្ញុំបកណ្ណាអាត្មាភាពបានលើកមកខ្លះហើយពីម្សិលមិញហ្នឹងទី1តកតងនឹងការមាននៅសទ្ធាបងណាមាននៅសទ្ធាក្នុងទីនេះគឺក្នុងព្រះអត្ថកថាហ្នឹងក៏លោកបានលើកឡើងណាបានដល់ជាអ្នកជឿនឹងស្មើគ្នាហើយជឿក្នុងទីនេះមិនមែនជឿទៅលើមង្គលភ្ញាក់ផ្អើលពាក្យខ្មែរយើងថាអបិយជំនឿអីទេគឺជឿទៅលើបុណ្យបាបណាញាតិញោមបងជឿទៅលើពោធិញ្ញាណណាការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធអីចឹងទៅណាជឿទៅលើការធ្វើបុណ្យធ្វើបាបអកុសលណាហើយមានសភាពនៃការជឿអញ្ចឹងស្មើគ្នាបងណាពីអ្នកប្តីប្រពន្ធហ្នឹងណាបងណាមានការជឿនៅបាបនៅបុណ្យជឿនៅការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធនៅក្នុងលោកណាជឿក្នុងទីនេះគឺសំដៅដល់ការមានសទ្ធាហ្នឹងស្មើគ្នាបងសមសទ្ធាបងណាមាននៅសទ្ធាស្មើគ្នាណាប្តីក៏មានប្រពន្ធក៏មានបងណានឹងធម៌ទី1បងណាទី2គឺមានសិលហ្នឹងស្មើគ្នាណាមានសិលស្មើគ្នាគឺសំដៅដល់ថាមានការរក្សាសិលសង្រួមរវាងនៅកាយវាចានឹងឲ្យមានរបៀបរៀបរយជាប្រក្រតីណាទាំងភរិយាទាំងស្វាមីណាទាំងភរិយាទាំងស្វាមីណាហ្នឹងគឺសិលបងណាមានសិលណាមានសិលហើយទី3មានការបរិច្ចាគណាបរិច្ចាគណានៅអ្វីតាមដែលការពេញចិត្តណារបស់ខ្លួនដូចជាមានការឲ្យទានអីចឹងទៅបងណាមានការឲ្យទានណាហៅថាសង្គ្រោះញាតិទេក៏សង្គ្រោះញាតិហ្នឹងទាំងសងខាងឲ្យបានស្មើគ្នាចឹងទៅណាញោមបងឲ្យទានដល់ថ្វាយទានដល់ព្រះភិក្ខុសង្ឃទេក៏សេចក្តីជ្រះថ្លានៃអ្នកទាំងពីរនឹងឯងមានដូចគ្នាចង់ធ្វើដូចគ្នាចង់លះបង់ដូចគ្នាណាអានឹងហៅថាសមចាគីបងសមចាគីគឺការបរិច្ចាគនឹងស្មើដៃគ្នាស្រុះដៃគ្នាអត់មានភរិយានឹងជួយចិត្តបរិច្ចាគទានប៉ុន្តែស្វាមីជាបុគ្គលមាននៅមច្ឆរិយៈគឺសេចក្តីកំណាញ់មិនហ៊ានលះបង់នៅទ្រព្យសម្បត្តិឲ្យជាទានដល់អ្នកកំសត់ទូរគតស្មោមជាចកណាមិនចេះសង្គ្រោះញាតិទាំងសងខាងឲ្យបានស្មើគ្នាណាជួនកាលដៃទលាយដែរប៉ុន្តែតែខាងគ្រួសារក្រុមគ្រួសារខ្លួនឯងចឹងទៅអាហ្នឹងជាចំណុចមួយដែលក្នុងធម៌លោកហៅថារស់នៅជាមួយគ្នាក៏មិនសូវជាមាននៅសុភមង្គលមិនសូវជាបាននៅសេចក្តីសុខទេណាពីព្រោះការបរិច្ចាគការសង្គ្រោះណាការលះបង់ហ្នឹងគឺថាមិនស្មើគ្នាបងមិនស្មើគ្នា
មិនជាលក្ខណៈទូទៅប្តីឧទាហរណ៍ថាចេះលះបង់ដែរប៉ុន្តែចេះជួយតែញាតិខ្លួនឯងអាហ្នឹងក៏មិនអាចធ្វើឲ្យរស់នៅជាមួយគ្នាហ្នឹងបានសុខដែរហើយក៏វាជាហេតុធ្វើឲ្យបែកបាក់គ្នាក្នុងពេលបច្ចុប្បន្នហ្នឹងទៅទៀតក៏ថាបានដែរណាញាតិញោមបងមិនបាច់ចាំទៅថាសុំឲ្យបានជួបគ្នាជាប្តីប្រពន្ធហ្នឹងគ្រប់ជាតិទេបងណាក្នុងជាតិបច្ចុប្បន្នហ្នឹងនឹងត្រូវបែកបាក់គ្នាហើយអាហ្នឹងបើសិនជាអត់ធរហ្នឹងណាបងអត់ធរហ្នឹងនៅក្នុងបច្ចុប្បន្នហ្នឹងមិនត្រឹមតែសមចាគាហ្នឹងមួយតាំងពីដើមមកពីសទ្ធាពីសិលមកហ្នឹងបងបើមិនមានសភាពនៃធរទាំងអស់ហ្នឹងស្មើគ្នាទេរស់នៅជាមួយគ្នាហ្នឹងមិនចុះសម្រុងគ្នាទេបងចុះសម្រុងហ្នឹងក្នុងន័យថាឧទាហរណ៍ថាភរិយាចូលចិត្តធ្វើបុណ្យអីចឹងប៉ុន្តែប្តីអត់សូវទេអាហ្នឹងក៏មិនសូវជាត្រូវគ្នាប្រមាណដែរទេញាតិញោមបងណាហើយបើតាមដឹកមើលទៅដល់ច្រើនគឺញោមឧបាសិកាហ្នឹងគាត់ច្រើនតែដឹកនាំស្វាមីដឹកនាំស្វាមីតែច្រើនតែជាអ្នកផ្ដួចផ្ដើមណាបងពីសទ្ធាទៅបងពីសទ្ធាពីសិលទៅហើយលោកប្តីហ្នឹងអត់តន់មានទេនៅច្រើនបងប៉ុន្តែគូខ្លះទៀតក៏គេមានស្មើគ្នាចឹងដែរណាញាតិញោមបងគូខ្លះទៀតក៏មានខាងបុរសហ្នឹងជាអ្នកមានសិលមានសទ្ធាមានចាគៈអីមុនភរិយាចឹងក៏មានដែរបងប៉ុន្តែដែលធ្លាប់ឃើញដល់ច្រើនគឺថាខាងញោមឧបាសិកាហ្នឹងដែលច្រើនគឺខាងឧបាសិកាបងដែលមានសទ្ធាមានសិលមានចាគៈហ្នឹងគឺច្រើនជាងខាងបងដែលជាស្វាមីណាបងហ្នឹងតាមសភាពជាក់ស្ដែងអញ្ចឹងបងណាសំបីសម័យព្រះហ្នឹងក៏មានអញ្ចឹងដែរញាតិញោមបងណាសម័យព្រះអង្គណាបងណាអ្នកដែលជាស្ត្រីដែលមានសទ្ធាចូលកាលទៅជួបស្វាមីជាអ្នកមិនតាន់មានសទ្ធាជ្រះថ្លាអីចឹងទៅនៅក្នុងពុទ្ធសាសនាហ្នឹងហើយភរិយាហ្នឹងក៏ជាភរិយាដែលល្អចឹងទៅក៏ដឹកនាំស្វាមីក្រុមគ្រួសារស្វាមីនឹងឯងឲ្យមាននៅសទ្ធាអីចឹងទៀតទៅក៏មានដែរណាដូចឧបាសិកាវិសាខាអីមើលញាតិញោមឧបាសិកាអុត្តរាអីហ្នឹងមើលសិតតែដឹកនាំតកូលខាងស្វាមីហ្នឹងឲ្យជាបុគ្គលមាននៅសមាធិមាននៅការយល់ត្រូវត្រង់មាននៅសទ្ធាចេះធ្វើទានធ្វើអីចឹងទៅក៏ដោយសារតែញោមឧបាសិកាទាំងឡាយនឹងដែរបងហ្នឹងគឺធរស្មើគ្នាហ្នឹងបងហើយទី3ហ្នឹងគឺចាគៈហ្នឹងគឺអាត្មាបានលើកហើយទី4ណាតកតងជាមួយនឹងបញ្ញាបងសមៈបញ្ញាហ្នឹងមានស្មើគ្នាបងស្មើគ្នាបញ្ញាក្នុងទីនេះគឺសំដៅដល់ការបន្តបងនៅបាបអកុសលបងនៅបាបអកុសលណាបញ្ញាណាបងណានឹងអំពើដែលជាទោសណាអំពើដែលជាទោសអីហ្នឹងគឺថាបញ្ញាហ្នឹងមានតួនាទីទៅស្គាល់ល្អហ្នឹងបងដឹងបាបណាទៅក៏បន្តបងនៅបាបអកុសលអីចឹងទៅដឹងថាអំពើហ្នឹងកាលណាធ្វើទៅហើយវានាំឲ្យមានទោសតន់ដល់ខ្លួនក៏វាចានៅអំពើបាបទាំងអស់ហ្នឹងចឹងទៅដឹងថាវត្ថុនេះនាំទោសមកឲ្យដឹងថាវត្ថុនេះនាំសុខមកឲ្យអីចឹងដឹងបុណ្យដឹងអីដឹងបាបអីចឹងណាបងណាហ្នឹងគឺបញ្ញាហ្នឹងគឺល្អចឹងញាតិញោមបញ្ញាហ្នឹងគឺថាតម្រែតម្រង់ណាសត្វលោកហ្នឹងឲ្យស្គាល់ខុសស្គាល់ត្រូវបងស្
ស្គាល់ខុសស្គាល់ត្រូវចឹងបញ្ញានៅក្នុងទីនេះគឺសំដៅទៅដល់ជាបញ្ញាដែលដឹងនៅអំពើបាបអកុសលណាបងបញ្ញាដែលដឹងនៅអំពើបាបអកុសលណាដែលសត្វលោកយើងមិនត្រូវប្រព្រឹត្តណានៅអំពើបាបទេគឺត្រូវតែបន្តបងត្រូវតែនាំចេញនៅបាបអកុសលដែលបំរុងតែនឹងកើតក្នុងចិត្តក៏រារាំងវាមិនឲ្យកើតបាបអកុសលដែលវាចម្រើនក្នុងចិត្តហួសទៅហើយហ្នឹងក៏រៀនវឹកហាត់រៀនណាកម្ចាត់បងនៅបាបអកុសលនឹងកុំឲ្យវាកើតទៀតអីចឹងទៅក្នុងចិត្តសន្តានហ្នឹងចឹងបញ្ញាក្នុងទីនេះគឺសំដៅទៅអញ្ចឹងណាញាតិញោមបងណាហើយបញ្ញាក្នុងទីកន្លែងផ្សេងទៀតទៅក៏ជាបញ្ញាកំណត់ដឹងនៅសេចក្តីទុកអីផ្សេងចឹងទៅបងនៅក្នុងរូបរាងកាយរបស់យើងហ្នឹងបញ្ញាខ្លះទៀតក៏ជាការកំណត់ដឹងនៅបញ្ចខណ្ឌនេះថាជាទុកអីចឹងទៅណាហ្នឹងគឺតកតងនឹងបញ្ញាសម្រាប់គូស្វាមីភរិយាណាដែលមានបំណងថាចង់ណាចាប់ដៃគ្នាទាំងក្នុងបច្ចុប្បន្នជាតិនេះហើយទៅកាន់បរៈលោកគ្រប់ជាតិជាប្តីជាប្រពន្ធហ្នឹងតើត្រូវប្រព្រឹត្តនៅធម៌ស្មើទាំង4ហ្នឹងបងធម៌ស្មើទាំង4ហ្នឹងសទ្ធាសិលចាគៈបញ្ញាហ្នឹងគឺថាត្រូវប្រព្រឹត្តធម៌ទាំង4ហ្នឹងឲ្យបានស្មើគ្នាទៅណានឹងបានជាគូកន្សៃសារពេចគ្រប់ជាតិរហូតដល់ទីបំផុតនៃវដ្តសង្សារបងដល់ទីបំផុតនៃភពជាតិកំណើតទៅក៏ធ្វើឲ្យយើងហ្នឹងបានជួបគ្នាជាប្តីជាប្រពន្ធនឹងឯងគ្រប់ជាតិអានឹងធរសម្រាប់ធ្វើឲ្យយើងហ្នឹងបាននៅជុំគ្នាញាតិញោមបងនៅជុំគ្នាប៉ុន្តែបើអ្នកទាំងពីរហ្នឹងមានធរទាំង4ហ្នឹងមិនស្មើគ្នាទេជួបគ្នាតែក្នុងជាតិបច្ចុប្បន្នហ្នឹងប៉ុណ្ណឹងទេណាញាតិញោមបងជួបគ្នាតែក្នុងជាតិបច្ចុប្បន្នហ្នឹងទេណាធរទាំង4ហ្នឹងបើខាងណាមានទៅមកខាងអត់អានឹងដឹងតែបែកគ្នាហើយបងណាជួបគ្នាបានតែក្នុងជាតិបច្ចុប្បន្នហ្នឹងទេណាជាតិក្រោយទៅគេទៅរកអ្នកជួបជាមួយនឹងអ្នកដែលមានសទ្ធាមានសិលមានចាគៈមានបញ្ញាហ្នឹងដូចគ្នាទៅគេជួបគ្នាទៅគេដឹងគ្នាទៅណាគេរស់នៅជាមួយគ្នាក្នុងបច្ចុប្បន្នជាតិហើយគេបន្តទៅមុខទៀតចឹងទៅជាប្តីជាប្រពន្ធនៅអីចឹងណាបងចឹងញាតិញោមដែលមានបំណងប្រាថ្នាណាចង់បានលោកប្តីចង់បានភរិយានឹងឯងជួបគ្នាគ្រប់ជាតិត្រូវរក្សាធម៌ទាំង4ហ្នឹងណាញាតិញោមបងត្រូវរក្សាធម៌ទាំង4ហ្នឹងដោយមានសទ្ធាដោយមានសិលដោយមានចាគៈមានបញ្ញាធម៌ទាំង4ហ្នឹងឲ្យស្មើគ្នាទៅហើយប្រព្រឹត្តចឹងរហូតទៅញាតិញោមបងណាប្រព្រឹត្តចឹងរហូតទៅញាតិញោមនឹងមិនខុសបំណងឯងជួបតែនឹងប្តីល្អជួបនឹងប្រពន្ធល្អហើយណាហើយមិនបាច់ចាំទៅរកសុភមង្គលឯណាទេញាតិញោមណាឲ្យស្មោះត្រង់គ្នាទៅឲ្យមានធម៌ទាំងអស់ហ្នឹងហើយណារស់នៅជាមួយគ្នាហ្នឹងបានសុខហើយបងណាហើយថែមធម៌3ពីលើឲ្យសុខក្នុងជីវិតគ្រួសារហ្នឹងទៅទៀតទៅណាទី1ត្រូវបន្ថែមណាធម៌ស្មោះត្រង់ណាបងណាសច្ចៈហ្នឹងគឺថាភាពស្មោះត្រង់គ្នាណាប្តីស្មោះប្រពន្ធទៅប្រពន្ធហ្នឹងស្មោះប្តីចឹងទៅមិនលាក់លៀមមានរឿងអីក៏ប្រាប់គ្នាចឹងទៅណាមិនលួចក្បត់តែមានអ្នកនេះអ្នកនោះទាំងសងខាងអីចឹងណាបងអញ្ចឹងគឺថាសច្ចៈហ្នឹងគឺថាភាពស្មោះត្រង់ផ្ដល់ឲ្យគ្នាទៅវិញទៅមកដោយអ្នកកលៈមេដាអ្នកកលៈបៃតាអញ្ចឹងដែលគាត់លើកឡើងក្រាបទូលចំពោះព្រះសម្មាសម្ពុទ្ធណាបងណាគាត់ថា6 ដល់ 10 ឆ្នាំហើយតាំងពីចាប់ដៃគ្នាមក
mình đã miên chật kịch có bật kia mà đòn thế bọn mà này dây từ tam phơi cay để có bật kia đấy xong bây giờ chật kịch để thả có bật kia nó phải đẻ lắm nè bọn chân sụp hệ bằng côn lắm đó nhận ôm đó smart trăng chỉ mùi kia ở đây bộ pôn nó cứ thà nó phơi miên sụp hệ bằng côn thì mùi bạt hay nó nhận ôm bỏ smart trăng kia từ bên từ mau tới ở đây bộ pôn nó thì pi cả ọt thôn bỏ nhận ôm lưu ta ọt thôn ọt trầm nòng chỉ vật cua xa năng bỏแต่ให้ปะบะคลั่งไงเห็นโยมเนาะมันจะแต่ลือถ้าอดทนอดตรอมคลั่งนะนั่งไปจีปะบะคลั่งแมนเตนให้มันเจงเปลี่ยนจังอดทนขนมทอนั่นคือถ้าตรึเจอดอ่อนเจยุยลเปียกขมายยังทำให้คำมอดสังกัดจัดคำมอดสังกัดจัดบัดปปนโลลาลัมปาthế đây nó cóคำมอดสังกัดจัดอดทนอดตรอมthếเปียสำใดนั่งให้บัดใดโลลานี่ปปนนั่งก็อดทนอดตรอมจังได้แต่กรุบเรื่องต้องเอาฮะนะเนียนโยมนะเป็นแต่เนียนโยมไปจะตบบานแต่ดังไอ้เมื่อเตยอดทนนั่งไปจะทะเลคลายvì từ chỉ lên ọt thôn vì từ chỉ sral về đó nè ọt ngôn từ chỉ sral về đó ọt đại chất năng ở về ngôn từ chỉ sral ở đây lô là làm phá bờ bốn tục bán đã thực vĩnh năng Việt Nam ở cật rường thùng nè có năng rường tối và thật mặc hàng na to hết cứ thật năng khai chỉ rường thùng này năng khai chỉ rường thùng và thà ở đây chỉ ọt thốn bờ bốn lô lá năng rường tối khai chỉ ọt rường thốn khai chỉ rường tối hay tại bờ đầy lô lá bờ bốn chỉ ọt thốn là năng đôi kia rường tối khai chỉ ọt rường thốn khai chỉ rường tối tới ác đo saiปัญหาบานแต่น่าเห็นโยมปออันนั้นกรณีที่การปรับแต่ตามทอได้น่าเห็นโยมนะปอเห็นโยมเฟื่อบานปัญหานั่งเจริญบ่เห็นโยมตอลได้ปอไอ้น่ะทานนั่นก็มันประกายได้ก่อนแต่เลิกทอมบ่เส้นจะยืงปะได้บัดแต่ตามทอปองtớiสิ่งใดศกnăng về tràn phị rồi á nhận ôm sụp hẹ mông cô không cua xa năng về tràn phị rồi ban tay bây giờ mình vô thò bỏ ong màu sắc xa màu prap màu vật hạt không chỉ vật rồi nơi bỏ dương thế có năng sọc năng về miền tích tua chân tới bỏ về miền màu pê màu về lia chân ấy nè bỏ về ọt sọcกรบเปลกรบวิเลียซอกกรบเปลกรบวิเลียมันแบบรถเนยจะมวยนี้มือมุกนี้มันต้องตรองเปล่านะได้มันบานโยทอพระองค์โยมาวักหัดในขนมจีวิตครัวซานังพองเนาะตามพุทธพระองค์ปรับต้องอ้อนั่งหยันโยมพระองค์ปรับปีเกลียวเวสทอรถเนยจะมวยนี้กรบกรองเตี้ยสมัยนั่งบานสุเพมงกลสกจำราในขนมครัวซานั่งละมัดละมานั่งพระองค์ปรับมาต้องอ้อจีพิเศษเตอร์พระองค์ได้ปีกูสวาไม่เพะเย็นนั่งสัตว์เมียนทอเรียงคล้วนแต่เห็นโยมเนาะสัตว์เมียนทอเรียงคล้วนแต่เพะเย็นก็เมียนทอสำหรับเพะเย็นจังเตอร์สวาไม่ที่ก็เมียนทอสำหรับสวาไม่จังเตอร์เมียนโกนเตอร์ก็เมียนทอสำหรับขนมเนียมคล้วนจีมาได้เจียวปกเกนังจังเตอร์ไอ้โกนนั่นก็เมียนทอบ่โกนนั่นเป็นเวโคจะเยอะเวมันจะเธอตามบ่อองแต่มันเป็นนอมไอ้จุบบกจุบบอลขนม
ជីវិតគ្រួសារហ្នឹងបងណាមិនថាគ្រួសារណាទេញាតិញោមហើយកុំបន្ទោសណាកុំបន្ទោសពុទ្ធសាសនាថាมันជួយអប់រំណែនាំអីតែមិនជួយទាំងអស់ហ្នឹងប៉ុន្តែសំខាន់យើងវាមិនដឹងយើងវាមិនបានយកទ្រឹស្ដីពុទ្ធសាសនាសាសនៈពាក្យទូលមានព្រានប្រដៅរបស់ព្រះអង្គហ្នឹងយកមកអនុវត្តក្នុងជីវិតនៃការរស់នៅរបស់យើងតើណាបានវាធ្វើឲ្យយើងហ្នឹងបានសុខហ្នឹងបើយើងធ្វើតាមព្រះអង្គទៅព្រះអង្គប្រាប់ថាធ្វើយ៉ាងម៉េចដើម្បីឲ្យបានសុខក្នុងជីវិតគ្រួសារដូចធម៌3នេះមិញអញ្ចឹងណាទី1ត្រូវមានភាពស្មោះត្រង់គ្នាហើយណាមានភាពស្មោះត្រង់គ្នាទៅវិញទៅមកហើយណាតែមានភាពស្មោះត្រង់ទៅវិញទៅមកហើយល្អមួយឃើញទេហើយទី2ត្រូវចេះអត់ធន់អត់ធន់អត់ទ្រាំធម្មតាជីវិតគ្រួសារហ្នឹងវាកិច្ចពីរឿងរ៉ាវឲ្យផុតហ្នឹងវាមិនផុតទេចាននៅក្នុងរាវដូចពាក្យចាស់បុរាណថាម៉េចចាននៅក្នុងរាវផ្កាប់លើគ្នាទៅវារមែងរំដំក្រេងក្រងក្រាងអីចឹងទៅយូរទៅវាគង់តែប្រេះគង់តែស្រាំយ៉ាងណាមិញជីវិតគ្រួសារហ្នឹងក៏អញ្ចឹងបងជីវិតគ្រួសារហ្នឹងក៏អញ្ចឹងនៅដំបូងផ្អែមល្ហែមជាមួយគ្នាណាស្រឡាញ់គ្នាល្អកល្អើណាណានៅតែពេលមានកូនមួយកូនពីរទៅមើលប្រពន្ធលែងស្អាតមើលប្តីលែងសមដូចពីមុនហើយវាចាស់ទៅនោះណាញាតិញោមបងណាអញ្ចឹងជីវិតគ្រួសារហ្នឹងគឺថាវាដូចជាចាននៅក្នុងរាវអញ្ចឹងព្រោះវាតែងតែប៉ះទង្គិចគ្នាមានរឿងនេះរឿងនោះណាចេះច្រើនណាស់មិនចេះអស់មិនចេះហើយទេអាហ្នឹងតើថាទៀមទីឲ្យយើងទាំងអស់គ្នាហ្នឹងមាននៅធម៌អត់ធន់អត់ធន់ណាអត់ធន់អត់ទ្រាំអីចឹងទៅណាហើយស្រឡាញ់គ្នាហ្នឹងក៏ប្រកបដោយមេត្តាអីចឹងទៅបាននោះរស់នៅជាមួយគ្នាហ្នឹងបានយូរពីព្រោះបើយើងស្រឡាញ់តែរូបកាយដល់ទៅពេលរូបហ្នឹងវាចាស់ទៅវាណាយចិត្តហើយមែនទេញាតិញោមណាណាយចិត្តឃើញប្រពន្ធលែងស្អាតមើលគេចេះស្អាតពន្ធគេស្អាតមើលពន្ធឯងអត់ស្អាតអានឹងវាអញ្ចឹងចិត្តហ្នឹងវាអញ្ចឹងបងណាដូចចិត្តរបស់ព្រះនន្ទអញ្ចឹងណាព្រះអនុជរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងបងណាដែលចិត្តហ្នឹងវាជាប់ឌូតទៅជំពាក់ចិត្តជាមួយនឹងនាងបតិជនបទកល្យាណីនោះណាជាប់អូថាវាជាប់នោះជាប់ណាព្រះអង្គយកមកបួសនៅក្នុងថ្ងៃរៀបវិវាហមង្គលរបស់ខ្លួននោះព្រះអង្គយកមកបួសមកដឹងប្រកែកថាម៉េចទៅទេណាយកមកទៅក៏បួសព្រះអង្គឲ្យបួសក៏បួសទៅប៉ុន្តែបួសក្នុង6ឆ្នាំញាតិញោមបងអបសុកម៉ែអបសុកណាអត់មានចិត្តអីនៅក្នុងភេទជាអ្នកបួសហ្នឹងទេនឹកតែជនបទកល្យាណីស្អាតថ្ងៃការផងព្រះអង្គយកមកបួសចឹងមិនតាន់បាននៅក្បែរនាងជនបទកល្យាណីនឹងផងព្រះអង្គយកមកបួសបាត់បួសហើយមិនតិចភាសាឯណាញាតិញោមហើយណា6ឆ្នាំបានគាត់ទៅអបសុកនឹកជនបទកល្យាណីព្រោះមុនចេញមកនោះគេឈរលើប្រាសាទជំទាលមកថាបបិទ្ធប្រអយបុត្រហើយសុំប្រអយបុត្រនឹងបញ្ញាប់ត្រឡប់មកវិញជាប់ពាក្យជនបទកល្យាណីនឹងជាប់មែនតើញាតិញោមនិយាយមិនជាប់មិនញាតិញោមណាថាជនយើងណាពងតកាព្រះអង្គឲ្យបួសឲ្យធ្វើមិនទៅញាតិញោមបងក៏ទៅ6ឆ្នាំធម្មតាបានព្រះអង្គរកវិធីរកបាយនាំនុនពីនាំបនុនហ្នឹងទៅកាន់ទេវលោកនាំទៅមើលកំមុំនៅទេវលោកមើលមិនទៅស្អាត
ចាំមួយចិត្តរបស់នុនហ្នឹងនៅជាប់មួយបតិជនបទកល្យាណីនឹងទៀតអត់ណាអញ្ចឹងទៅក៏នាំបនុនទៅកំសាន្តនៅឋានសួគ៌មើលអញ្ចឹងទៅក៏នាំទៅញាតិញោមមកឃើញស្រីទេពអប្សរហ្នឹងទៅវាស្អាតអូយសម្បូរញាតិញោមមិនយកទៅណាអស់ទេញាតិញោមអញ្ចឹងញាតិញោមប្រុសគ្នាយើងទាំងឡាយណាប្រឹងប្រែងណាធ្វើបុណ្យធ្វើកុសលទៅហើយយើងមិនប្រាថ្នាឲ្យទៅជាអញ្ចឹងអីទេប៉ុន្តែផលបុណ្យហ្នឹងវាកិច្ចពីអញ្ចឹងមិនរួចទេព្រោះនៅក្នុងដំណើរជីវិតសង្សារវដ្តហ្នឹងណាកិច្ចពីអាហ្នឹងវាមិនរួចទេអញ្ចឹងទេប្រឹងប្រែងធ្វើបុណ្យទៅទោះបីជាប្រកែកអញ្ចឹងទៅកើតជាទេវបុត្រតែបុណ្យហ្នឹងវាចាត់ចែងអញ្ចឹងទៅហើយយើងធ្វើម៉េចទៅជួបស្រីទេពអប្សរ400-500នាក់អីចឹងទៅហើយបនុនហ្នឹងទៅព្រះអង្គសួរឃើញទេពអប្សរស្អាតណាស់អូស្អាតណាស់ព្រះអង្គហើយនុនឯងចង់បានណាចង់ព្រះអង្គហើយបានព្រះអង្គសួរណាហ្នឹងតិចនិចរបស់ព្រះសម្មាសម្ពុទ្ធនៃការដកអាចិត្តដែលជាប់ជំពាក់ជាមួយនឹងស្រីស្អាតណាបងអញ្ចឹងទៅក៏ចង់បាននឹងអញប្រឹងប្រែងប្រព្រឹត្តធម៌ទៅណាប៉ុន្តែគោលដៅរបស់ពុទ្ធហ្នឹងមិនមែនទៅឲ្យទៅជាប់អីនៅរឿងប៉ុណ្ណឹងទេញាតិញោមឲ្យបនុនហ្នឹងប្រឹងប្រែងកុំឲ្យចិត្តហ្នឹងវាជាប់ជំពាក់ជាមួយនឹងបតិជនបទកល្យាណីអញ្ចឹងព្រះអង្គមានវិធីសាស្ត្រយកស្រីទេពអប្សរហ្នឹងមកជួសជនបទកល្យាណីហ្នឹងឆ្កឹះចេញពីបេះដូងបនុនបងអានេះគេហៅថាយកបន្លាជួសបន្លាណាញាតិញោមណាបងអញ្ចឹងទៅក៏មកកន្លែងដើមវិញមកអញ្ចឹងក៏បនុនប្រឹងប្រែងប៉ុន្តែមុនមកហ្នឹងព្រះអង្គសួរបនុនដែរថាមិនទៅនុនជនបទកល្យាណីរបស់នុនឯងហើយនឹងស្រីទេពអប្សរហ្នឹងបើប្រៀបផ្ទឹមគ្នាទៅស្ត្រីទាំងពីរហ្នឹងពីណាស្អាតជាងនុនបាននុនថាម៉េចអញ្ញោមដឹងទេបនុនថាបបិទ្ធព្រះអង្គហើយស្រីទេពអប្សរហ្នឹងស្អាតណាព្រះអង្គបើប្រៀបជាមួយជនបទកល្យាណីរបស់ខ្ញុំព្រះអង្គដែលកំពុងតែជាប់នឹងមើលទៅជនបទកល្យាណីហ្នឹងមើលទៅដូចមេស្វាកញ្ចាស់កបុតកតុយអញ្ចឹងណាបងទៅជាលែងស្អាតអស់ទៅឃើញវិធីសាស្ត្ររបស់ព្រះសម្មាសម្ពុទ្ធល្អញាតិញោមបងវិធីសាស្ត្រល្អញាតិញោមបងលះបង់នៅចិត្តដែលជាប់ជំពាក់ជាមួយនឹងជនបទកល្យាណីហ្នឹងដោយការឃើញស្រីទេពអប្សរហ្នឹងដកចិត្តភ្លាមទៅមើលចិត្តទៅសើចិត្តរបស់បងបរោះណាញាតិញោមបងស្រឡាញ់ស្មោះណាស់បងណាស្មោះចិត្តហ្នឹងគឺថាស្មោះស្ម័គ្រណាស់បងណាស្រឡាញ់ក្មេងគឺថាស្រឡាញ់ក្មេងស្រឡាញ់ស្អាតនៅតែស្រឡាញ់មិនប្រែប្រួលចិត្តណាមិនប្រែប្រួលចិត្តបងណាមិនងាកចិត្តមិនរេចិត្តទៅណាទេនៅតែស្រឡាញ់ក្មេងនៅតែស្រឡាញ់ស្ត្រីដែលស្អាតបរោះហ្នឹងអញ្ចឹងណាញាតិញោមបងហើយខាងញាតិញោមស្រីមិនដឹងមិនដែរទេថាក៏មិនដឹងដែរណាអញ្ចឹងទៅក៏ដកចិត្តចេញពីជនបទកល្យាណីដែលធ្លាប់តែជាប់មក6ឆ្នាំហើយបួសអត់មានបានថកអីទេហើយបានមកពីទេវលោកវិញមកក៏ប្រឹងប្រែងណាប្រតិបត្តិនៅក្នុងជីវិតភេទជាអ្នកបួសហ្នឹងរហូតមានការចំអកចំអន់ពីភិក្ខុទាំងឡាយជាសក្ប្រមចារីហ្នឹងថាណាចំអន់ឲ្យលោកថាបនុនបដិបត្តិធម៌ដើម្បីបានទេពធីតាទេបដិបត្តិធម៌ដើម្បីដូរយកទេពធីតាទេអញ្ចឹងទៅក៏ធម្មតាចិត្តហ្នឹងវាតែងតែប៉ះចឹងហើយញាតិញោមណាក៏អញ្ចឹងទៅក៏លោកខិតខំប្រឹងប្រែងទៅ
រហូតបានជោគជ័យក្នុងជីវិតរបស់លោកទៅណាអានេះគ្រាន់តែចង់បញ្ជាក់ពីចិត្តដែលជាប់ចម្ពាក់ណាបងចិត្តដែលជាប់ចម្ពាក់ជាមួយនឹងរូបសម្បត្តិហ្នឹងដែលអាត្មាលើកឡើងមកហ្នឹងគ្រាន់តែចង់ថាបើយើងស្រឡាញ់គ្នាត្រឹមតែរូបសម្បត្តិហ្នឹងការរស់នៅជាមួយគ្នាហ្នឹងមិនថិតថេរទេថាមកពីអីតែមកពីរូបសម្បត្តិរបស់ញាតិញោមស្រីក្តីបរោះក្តីហ្នឹងវាមានការចាស់ប្រែប្រួលទៅវិញជាធម្មតាអញ្ចឹងឃើញអត់ណាមានការចាស់ជរាទៅស្បែកហ្នឹងវាមិនចេះតែតឹងរហូតណាញាតិញោមប្រុសណាស្បែកហ្នឹងមិនចេះតែតឹងរហូតទេប្រពន្ធរបស់ញាតិញោមទាំងអស់គ្នាហ្នឹងទោះបីជាមានផលិតផលណាចាប់ទាញស្បែកឲ្យតឹងក៏វាមិនបានប្រមាណថ្ងៃទៅទេអ្វីហ្នឹងវាចេះតែកន្លងទៅបងណាវាចេះតែកន្លងទៅទាញមួយឆ្នាំទាញរាល់ឆ្នាំយូរអស់ស្បែកទាញណាអាហ្នឹងវាអាចចឹងហើយយើងកុំកែប្រែអីច្រើនពេកណាញាតិញោមបងកែប្រែអីច្រើនពេកសំខាន់ផ្លូវចិត្តរបស់យើងណាទេបងជំរះចិត្តសម្អាតចិត្តឲ្យស្អាតផូរផង់ទៅផ្លូវកាយហ្នឹងវាស្អាតឯងបើជាតិហ្នឹងវាមិនសូវស្អាតមកពីយើងវាខ្វះបុណ្យហ្នឹងហើយណាអញ្ចឹងយើងវឹកហាត់អប់រំចិត្តរក្សាចិត្តរបស់យើងឲ្យមានមហាកុសលជារៀងរាល់ថ្ងៃទៅរក្សាសិលស្ដាប់ធម៌អីចឹងទៅណាឲ្យមាននៅក្នុងជីវិតទៅណាជាតិហ្នឹងវាមិនស្អាតក៏ជាតិក្រោយទៅទៀតទៅវាស្អាតទៅហើយញាតិញោមណាបុគ្គលដែលស្អាតហ្នឹងរក្សាសិលឲ្យបានល្អបរិសុទ្ធទៅញាតិញោមបងណាស្អាតហើយមានទាំងទ្រព្យមានទាំងសម្បត្តិអីទៀតបងកុសលថ្នាក់សិលកុសលថ្នាក់ទានអីហ្នឹងបងណាហ្នឹងយើងជីវិតបច្ចុប្បន្នយើងរូបហ្នឹងផលិតមកបានប៉ុណ្ណាបុណ្យហ្នឹងជារោងចក្រផលិតរូបហ្នឹងវាបានប៉ុណ្ណាយើងសប្បាយរីករាយរបស់ដែលយើងមានទៅណោះញាតិញោមបងយើងទៅខ្វល់ខ្វាយកើតទុកណាអូទៅលើកនេះបន្តិចទៅទាញនោះបន្តិចយូរទៅចាំ2វាទៅ2វាឡើង4ទៅញាតិញោមណាបងម៉ត់វាលែងទៅជារូបបេះដូងវាទៅជាម៉ត់ចាប់វិញក៏មានដែរមិនចេះខ្វះទេញាតិញោមកែចោះកែឡើងឲ្យខុសរូបដើមណាបងណាអាហ្នឹងវាអត់មានអីឲ្យខ្លាំងជាងបុណ្យទៅទេអាហ្នឹងបើយើងយល់ពីបុណ្យណាបងបើយើងយល់ពីបុណ្យយើងអត់ទៅខ្វល់ខ្វាយគិតថាត្រូវធ្វើម៉េចឲ្យស្អាតអីទេសំខាន់ឲ្យស្អាតចិត្តឯនេះបងឲ្យស្អាតចិត្តឲ្យផូរផង់ក្នុងចិត្តដោយបុណ្យកុសលទៅណាមកវាល្អទាំងផ្លូវចិត្តល្អទាំងរូបកាយនឹងទៅទៀតបងអាហ្នឹងវាជាពូជនាំឲ្យរូបស្អាតណាបងអញ្ចឹងយើងកុំទៅសម្លឹងអីឲ្យលើសពីធម្មជាតិបងណាកាលណាយើងប្រឹងឲ្យហួសពីរោងចក្ររបស់យើងដែលផលិតមកពុំយ៉ាងម៉េចយើងផលិតមកយ៉ាងម៉េចណាវាចេញមកអញ្ចឹងហើយបងអញ្ចឹងដើម្បីឲ្យរោងចក្រយើងកម្រិតណា ISO យើងត្រូវធ្វើបុណ្យទៅបងណាបុណ្យកុសលហ្នឹងឲ្យខ្លាំងក្លាទៅណាទទួលស្គាល់ដោយណាបុណ្យកុសលហ្នឹងឲ្យបានប្រកបប្រជាទៅស្អាតហើយណាស្អាតហើយមិនបាច់ប្រឹងអីទៅណាទេហើយកុំទៅតូចចិត្តតូចថ្លើមអីបងណាមានប៉ុណ្ណាក៏ត្រេកអរប៉ុណ្ណឹងទៅអាហ្នឹងទី2បងហើយធម៌ទី3គឺកតញ្ញូបងណាដើម្បីធ្វើឲ្យជីវិតគ្រួសារហ្នឹងរស់នៅមានសុភមង្គលណាបន្ថែមពីលើធម៌ដែលធ្វើឲ្យបានជួបគ្នាគ្រប់ជាតិណាបងទី1សច្ចៈគឺការស្មោះត្រង់ទី2ខន្តីគឺការអត់ធន់ទី3គឺមេត្តាទី3ហ្នឹងគឺកតញ្ញូបងកតញ្ញូចេះដឹងគុណគ្នាទៅញាតិញោមបងចេះដឹងគុណគ្នាជាពិសេសគឺថាដឹងគុណឪពុកម្ដាយទាំងសងខាងបងដឹងគុណឪពុកម្ដាយទាំងសងខាងហេតុអីបានព្រះអង្គប្រាប់ឲ្យ
គូស្វាមីភរិយាហ្នឹងចេះដឹងគុណពុកម្ដាយទាំងសងខាងតែវាមានអ្នកដែលមិនដឹងគុណចឹងដែរញាតិញោមបងមានអ្នកដែលមិនដឹងគុណឪពុកម្ដាយជួនកាលដឹងគុណតែម្ដាយឪពុកខ្លួនឯងប៉ុន្តែម្ដាយក្មេកឪពុកក្មេកគឺថាអត់ខ្វល់ចង់យ៉ាងម៉េចក៏យ៉ាងម៉េចទៅអាហ្នឹងវាប្រសច្ចៈធរហើយបានន័យថាក្នុងនាមយើងជាគូស្វាមីភរិយាហ្នឹងមានការសង្គ្រោះដល់ឪពុកម្ដាយហ្នឹងអត់ស្មើគ្នាបងអញ្ចឹងអត់សុខដែរណាញាតិញោមចាំទុកទៅណាអត់ចេះដឹងគុណឪពុកម្ដាយក្មេកអីក៏នៅមិនសុខដែរបងនៅមិនសុខទេជីវិតគ្រួសារហ្នឹងនៅអត់សុខទេទាំងខាងប្តីទាំងខាងប្រពន្ធហ្នឹងប្រពន្ធហ្នឹងក៏ត្រូវដឹងគុណឪពុកម្ដាយក្មេកឪពុកម្ដាយបង្កើតហើយប្តីហ្នឹងក៏ត្រូវដូចដឹងគុណឪពុកម្ដាយក្មេកឪពុកម្ដាយបង្កើតហ្នឹងដូចគ្នាចឹងដែរបងអត់មានត្រូវលះបង់ត្រូវបោះបង់កត់ចោលទេបងត្រូវចេះដឹងគុណគ្នាទៅវិញទៅមកទាំងសងខាងបងអាហ្នឹងបានធ្វើឲ្យរស់នៅជាមួយគ្នាហ្នឹងមាននៅសុភមង្គលបូកជាមួយនឹងធរដែលនាំឲ្យបានគ្នាជាប្តីប្រពន្ធគ្រប់ជាតិនឹងទៅទៀតទៅណាបងណាហ្នឹងគឺព្រះអង្គប្រាប់មកអស់លីញាតិញោមហើយបងអង្គប្រាប់មកខ្ទេចខ្ទីអស់ហើយណាឲ្យយើងមានធរមានការប្រព្រឹត្តធរក្នុងភាពនៃបុគ្គលអ្នកដែលនៅគ្រប់គ្រងផ្ទះសម្បែងហ្នឹងគឺថាត្រូវមានធរមិនហ្នឹងព្រះអង្គប្រាប់មកម៉ត់ឡេវហើយគ្មានសល់គ្មានអីទេបងប្រាប់មកខ្ទេចខ្ទីអស់លីងដូចជាអ្នកកលៈមេត្តាអ្នកកលៈបិតានេះចឹងបងណាដែលគាត់ក្នុងវ័យចាស់ជរាហើយពីមុនមកដែលពេលគាត់ឈឺហ្នឹងព្រះអង្គមកម្សាហើយនៅស្រុករបស់គាត់ហ្នឹងនៅភេសកលាវត្តហ្នឹងណាបងព្រះអង្គមុនមកម្សាមកសម្ដែងពធអីហ្នឹងហើយបានវ័យចាស់ជរារបស់អ្នកទាំងពីរហ្នឹងបានផ្ដើមជាលើកឡើងនៅសមៈធរទាំង4ហ្នឹងបងណាធ្វើម៉េចឲ្យបានគ្នាជាប្តីប្រពន្ធហ្នឹងគ្រប់ជាតិចឹងទៅព្រះអង្គសម្ដែងនៅពធ4ហ្នឹងមានសទ្ធាស្មើគ្នាមានសិលស្មើគ្នាមានចាគៈស្មើគ្នាមានបញ្ញាស្មើគ្នាហើយអាត្មាក៏លើកឡើងបន្ថែមទៅថាដើម្បីឲ្យជីវិតគ្រួសារហ្នឹងមានសុភមង្គលគឺត្រូវបន្ថែមនៅធម៌ទាំង3ដែលជាពុទ្ធឱវាទយើងហៅថាជាត្រៃកូដធម៌ក៏បានដែរបងយើងហៅថាជាត្រៃកូដធម៌គឺធម៌កម្ពូលលើលោក3យ៉ាងហ្នឹងដែលធ្វើឲ្យជីវិតគ្រួសារហ្នឹងមាននៅសុភមង្គលបងណាតាមពិតមានធម៌អីច្រើនលើសពីនឹងទៅទៀតដូចជាតួនាទីរបស់ស្វាមីតួនាទីរបស់ភរិយាអីហ្នឹងក៏រស់នៅជាមួយគ្នាហ្នឹងត្រូវប្រកាន់ខ្ជាប់នៅធម៌ទាំងអស់ហ្នឹងដែរទើបបាននៅសុភមង្គលបាននៅសេចក្តីសុខក្នុងជីវិតគ្រួសារហ្នឹងបងហ្នឹងគឺដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យាងមកភេសកលាវ័នម្ដងទៀតក្នុងសម័យកាលនៃអ្នកកលៈមេត្តាអ្នកកលៈបិតាហ្នឹងដែលគាត់មានវ័យចាស់ជរាហើយហ្នឹងណាបងមានវ័យចាស់ជរាហើយបានព្រះអង្គសម្ដែងពធស្ថាបនាដូចដែលអាត្មាបានលើកមកអញ្ចឹងនៅក្នុងគម្ពីរអង្គុត្តរនិកាយឯកនិបាតហ្នឹងព្រះអង្គសម្ដែងជាបាលីពុទ្ធដីកាណាបងអេតតកាំងភិក្ខវេមសាវិកាណੰឧបាសិកាណੰវិសាសិកាណੰវិសាសិកាណੰយតិទាំងអ្នកកុលមេត្តាកហបតានីព្រះអង្គប្រាប់ថាអ្នកកុលមេត្តាហ្នឹងជាឧបាសិកាដែលប្រសើរជាងឧបាសិកាទាំងឡាយរបស់ព្រះតថាគតផ្នែកខាងចេះធ្វើឲ្យអ្នកដតីនឹងឯងស្និទ្ធស្នាលបងចេះធ្វើឲ្យអ្នកដតីនឹងស្និទ្ធស្នាលហ្នឹងគឺជាតំណែងណាបងជាតំណែងជាតួនាទីរបស់អ្នកកុលមេត្តាហ្នឹងដែលប្រាថ្នាមកមួយសែនកាប់មុនហើយញាតិញោមបងប្រាថ្នាមកមួយសែនកាប់មុនហើយតាំងពីសម័យកាលនៃព្រះសម្មាសម្ពុទ្ធ
ប្រនាមថាបតមុត្តរៈគាត់ឃើញព្រះសម្មាសម្ពុទ្ធនឹងតែងតាំងឧបាសិកាមួយរូបក្នុងតំណែងនឹងអញ្ចឹងគាត់ឃើញអញ្ចឹងទៅក៏គាត់មានឆន្ទៈមានសេចក្តីពេញចិត្តខ្លាំងណាស់ក្នុងតំណែងហ្នឹងអញ្ចឹងទៅក៏ប្រឹងប្រែងធ្វើបុណ្យធ្វើកុសលណារហូតមកជីវិតរបស់គាត់ហ្នឹងអស់ជីវិតទៅត្រាច់រង្គត់ទៅញាតិញោមក្នុងឋានសួគ៌ទេវលោកហ្នឹង100,000 កាប់ណាត្រាច់រង្គត់ទៅមនុស្សទេវតាសុគតិភពហ្នឹងណាត្រាច់គាត់ទៅ100,000 កាប់អត់ស្គាល់ទុគតិទេបងណាធ្វើបុណ្យធ្វើកុសលមកហើយបានមកជួបព្រះអង្គក្នុងសម័យកាលនៃព្រះសម្មាសម្ពុទ្ធព្រះនាមសមណគោតមនេះក៏បានទទួលនៅតំណែងនឹងទៅបងទទួលនៅតំណែងអេតតកៈកម្ពូលលើបាសិកាទាំងឡាយផ្នែកខាងចេះធ្វើឲ្យអ្នកដតីនឹងឯងណាស្និទ្ធស្នាលបងចេះធ្វើឲ្យអ្នកដតីនឹងឯងស្និទ្ធស្នាលនឹងគឺជាតំណែងណាអេតតកៈណាដែលទទួលបាននៅក្នុងបច្ចុប្បន្នជាតិរបស់នាងអ្នកកលៈមេត្តាកហបតានីណាហើយមានសេចក្តីល្អអីច្រើនទៀតដែលធ្វើមកអីហ្នឹងណានៅក្នុងភាពនៃបុគ្គលដែលមាននៅសេចក្តីជ្រះថ្លារីករាយនៅក្នុងព្រះសាសនាហ្នឹងណាបងរីករាយនៅក្នុងព្រះសាសនាដែលបានបំពេញមកហើយនៅក្នុងអតីតជាតិក្តីនៅក្នុងបច្ចុប្បន្នជាតិនឹងក្តីក៏បុណ្យនឹងឯងជាគ្រឿងឧបត្ថម្ភទំនុកបំរុងនៅក្នុងដំណើរជីវិតរបស់ឧបាសិកានឹងគឺថាធ្វើឲ្យឧបាសិកានឹងជួបនៅសេចក្តីសុខជួបនៅសេចក្តីសុខចឹងបុណ្យកុសលហ្នឹងមិនបាត់តាណាមិនបងតាណាទេញាតិញោមប្រឹងប្រែងបំពេញទៅញាតិញោមណាចិត្តនេះណាខ្វះបុណ្យណាកើតមកក្នុងតកូលធម្មតាមិនសូវសម្បូរណាមានជំងឺអីច្រើនចឹងទៅប្រឹងប្រែងពេញបុណ្យកុសលណាគ្រប់ដង្ហើមចេញចូលទៅបុណ្យកុសលហ្នឹងជាទីពឹងសំខាន់ណាស់ញាតិញោមបងជាទីពឹងសំខាន់ណាស់ណាក្រៅពីបុណ្យហ្នឹងអត់មានអីជាទីពឹងទេទ្រព្យសម្បត្តិអីក្នុងโลกនេះជាទីពឹងបានត្រឹមតែជីវិតដែលកំពុងតែរស់នៅនឹងជាបច្ច័យសម្រាប់ជាគ្រឿងអាស្រ័យនៃជីវិតរបស់សត្វលោកបរិភោគប្រើប្រាស់ប៉ុន្តែលុយកាក់មាសប្រាក់ទាំងអស់នោះมันអាចធ្វើឲ្យយើងនឹងឯងមានទីពឹងក្រៅពីបុណ្យទេបាទស្លាប់បាត់បង់ជីវិតទៅទ្រព្យសម្បត្តិលុយកាក់មាសប្រាក់មានប្រមាណក៏มันអាចយកទៅបានបងមានប្រមាណក៏มันអាចស្ពាយនៅទ្រព្យសម្បត្តិទាំងអស់ហ្នឹងទៅបានអ្វីដែលស្ពាយទៅបានអ្វីដែលនាំទៅបានណាគឺមានតែបុណ្យកុសលនឹងហើយបងណាមានតែបុណ្យកុសលនឹងឯងហើយជាទីពឹងទីរលឹកណាជាស្បៀងជាអាហារសម្រាប់ផ្លូវចិត្តដឹកនាំសពសត្វលោកនឹងឲ្យបាននៅភាពនៃបុគ្គលណារួចផុតពីវត្តៈនេះបងរួចផុតពីវត្តៈនេះណាបើជិះក្រៅពីបុណ្យហើយគឺថាពិបាកណាស់ញាតិញោមពិបាកណាអញ្ចឹងយើងក្នុងជីវិតយើងបច្ចុប្បន្ននេះលទ្ធភាពនៃការបំពេញនៅបុណ្យកុសលរបស់យើងទាំងខ្ញុំប្រកាសអាត្មាភាពគិតថាមានឱកាសពេលវេលាច្រើនណាស់ញាតិញោមក្នុងការពេញបុណ្យកុសលត្បិតថាយើងរស់នៅក្នុងភាពនៃបុគ្គលអ្នកនៅគ្រប់គ្រងផ្ទះក៏ដោយបុណ្យកុសលហ្នឹងវាមានរបៀបច្រើននៃការចម្រើននៅក្នុងចិត្ត
មានរបៀបច្រើននៃការចម្រើននៅក្នុងចិត្តដូចអាត្មាបានលើកកាលពីសប្តាហ៍មុនមកអញ្ចឹងបងកាលពីសប្តាហ៍មុនមកអញ្ចឹងរឿងបុណ្យកុសលហ្នឹងវាមិនចាំបាច់តែទៅកាន់វត្តបានយើងអាចធ្វើចិត្តហ្នឹងឲ្យកើតបុណ្យទេបងហើយឬក៏មិនចាំបាច់តែមានទ្រព្យសម្បត្តិបានធ្វើបុណ្យកើតហ្នឹងមិនមែនអញ្ចឹងទេណាពីព្រោះបុណ្យកុសលហ្នឹងវាមិនមែនសិតតែត្រូវអស់លុយណាណោះញាតិញោមបងណាអាត្មាលើកពីថ្ងៃមុនមកសារហើយគាត់តែចង់ប្រាប់ពីរបៀបណាឬក៏ហេតុដែលធ្វើឲ្យយើងធ្វើបុណ្យបាននៅគ្រប់ទីកន្លែងបងណាធ្វើបុណ្យបានគ្រប់ទីកន្លែងហើយបុណ្យហ្នឹងធ្វើមិនអស់លុយទៀតបងណាហើយបើយើងចង់អស់លុយមានតែបុណ្យមួយគឺកុសលថ្នាក់ទានហ្នឹងឯងណាដែលយើងធ្វើទៅវាចំណាយទ្រព្យធនធានអញ្ចឹងទៅឲ្យជាទេយ្យវត្ថុជាទានអីចឹងទៅទ្រព្យសម្បត្តិហ្នឹងបងអញ្ចឹងហេតុដែលដល់ឲ្យកើតបុណ្យ10យ៉ាងញាតិញោមចេះហើយទាំងអស់គ្នាបងណាដែលយើងក្នុងធម៌លោកហៅថាបញ្ញកិរិយាវត្ថុបងណាវត្ថុដែលជាទីតាំងនាំឲ្យកើតបុណ្យណាបងជាហេតុនាំឲ្យកើតបុណ្យហើយមានដល់ទៅ10យ៉ាងណាដល់ទៅ10យ៉ាងហេតុដែលធ្វើឲ្យយើងមានបុណ្យនៅក្នុងចិត្តណាបងណាយើងដកតែទៀនចេញមួយណាដែលយើងឮថាបុណ្យខ្លាចថាធ្វើបុណ្យទៅវាអស់លុយណាធ្វើកុសលទៅវាអស់លុយប៉ុន្តែមិនមែនអញ្ចឹងអាហ្នឹងយើងការគិតរបស់យើងវាឲ្យន័យទៅអញ្ចឹងហើយណាយើងគិតទៅអាហ្នឹងជាការគិតខុសរបស់យើងប៉ុន្តែបុណ្យក្រៅពីទៀនមានទៀតតើញាតិញោមដូចជាអីដូចជារក្សាសិលក្នុងធម៌លោកហៅថាសីលមយៈបុណ្យអីចឹងទៅបុណ្យកើតពីការរក្សាសិលណាបុណ្យកើតពីការរក្សាសិលហ្នឹងទី1ទៅណាទី2អាហ្នឹងទី2បងណាទានមយៈហ្នឹងគឺការឲ្យទានហ្នឹងបងការបរិច្ចាគអីចឹងទៅហើយទី2ហ្នឹងសីលមយៈហ្នឹងគឺថាបុណ្យហ្នឹងកើតពីការរក្សាសិលញាតិញោមរក្សាសិលរងហើយហ្នឹងបុណ្យហើយបងរក្សាហ្នឹងមិនចាំបាច់មករក្សានៅវត្តណាណោះញាតិញោមណារក្សានៅផ្ទះរបស់ញាតិញោមហ្នឹងរក្សាសិល5ហ្នឹងឲ្យជាប់លាប់ទៅពីអ្នកប្តីប្រពន្ធហ្នឹងណាសមៈសីលាទៅមានសិលស្មើគ្នាទៅតែប្តីមានសិលប្រពន្ធអត់សិលហ្នឹងបែកចែកជើងគ្នាហើយចែកជើងគ្នាដើរបងណាហើយទី3ភាវនាមយៈបងណាបុណ្យចម្រើនណាបុណ្យកើតពីការចម្រើននៅភាវនាចម្រើននៅមេត្តាអីភាវនាអីចឹងទៅបងហើយទី4ទៅក៏អបច្ចាយនមយៈបុណ្យអីចឹងទៅណាបុណ្យកើតអំពីការគោរពកោតក្រែងនៅផ្ទះអីចឹងគោរពកោតក្រែងពុកម្ដាយថ្វាយអង្គមឪពុកម្ដាយអីចឹងទៅកូនប្អូនអីចឹងទៅក៏គោរពបងអីចឹងណាបងនឹងគោរពអបច្ចាយនៈហ្នឹងគឺថាឲ្យភាពជាធំដល់អ្នកដតីហើយហ្នឹងកើតក្នុងតកូលខ្ពង់ពោះញាតិញោមបងកើតក្នុងតកូលខ្សាត់កើតក្នុងតកូលរដ្ឋមន្ត្រីអីចឹងទៅមានពូជមានពងគេហៅថាមានពូជមានពងអាហ្នឹងណាផ្ដល់ភាពជាធំឲ្យអ្នកដតីលើកដំកើងអ្នកដតីហៅថាអបច្ចាយនៈមយៈហ្នឹងគឺថាបុណ្យកើតពីការគោរពកោតក្រែងគេមិនច្រឡោមខាំងមិនខ្នឹះខ្នន់មិនរឹកអីចឹងជាដើមទៅបងអបច្ចាយនៈហ្នឹងបុណ្យដែរឃើញនៅផ្ទះនៅទីសាធារណៈហ្នឹងឃើញចាស់ឃើញទុំមកក៏គោរពលើកដៃជម្រាបសួរអីចឹងទៅណាបើថាដើរមុនទេគាត់ដើរមកពីណាទេយើងជៀសផ្លូវគាត់ទៅឲ្យផ្លូវឲ្យអីគាត់ដើរអីចឹងចាស់ជរាណាព្រោះនឹងអបច្ចាយនៈនឹងឲ្យភាពជាធំដល់អ្នកដតីអីចឹងទៅក្រកទទួលអីចឹងណាឃើញប្រសង់អីនិមន្តមកអង្គុយអីចឹងទៅក៏យើងក្រោកឈរទទួលលោកអីចឹងទៅហើយទី5ហ្នឹងវយវច្ចៈមយៈបុណ្យកើតពីការជួយណាក្នុងកិច្ចការងារណាវយវច្ចៈការខ្វល់ខ្វាយណាព្រោះហើយទី6ហ្នឹងបតិទានមយៈចឹងទៅ
បុណ្យកើតអំពីការឲ្យនៅចំណែកបុណ្យណាឲ្យចំណែកបុណ្យដល់គ្នានឹងគ្នាអីចឹងណាហើយទី7ណាបត្តានុមោទនីព្រោះណាបុណ្យកើតពីការអនុមោទនាបើថាគេជូនបុណ្យទេអនុមោទនាពីគេទៅណាញាតិញោមព្រោះកុំបច្ចេកបច្ចាណាកុំទំជើសណាគេឲ្យឲ្យមិនទទួលកុំឌឺកុំដងអីចឹងណាបុណ្យឯណាមិនឃើញបុណ្យស្ពាយបុណ្យមកចែកគេមិនក៏មិនឃើញកុំចឹងណាគេជូនបុណ្យទេក៏ត្រេកអរបុណ្យរបស់គេទៅគេបានធ្វើទានក៏ត្រេកអរជាមួយកុសលថ្នាក់ទានគេចឹងទៅណាគេគោរពឪពុកម្ដាយទេក៏សប្បាយចិត្តជាមួយគេចឹងទៅណាគេធ្វើទានគេរក្សាសិលគេជូននេះជូននោះដល់ចាស់ព្រឹទ្ធាចារ្យអីចឹងទៅក៏ដល់អ្នកមានសិលអីចឹងទៅក៏សប្បាយរីករាយអនុមោទនាបុណ្យពីគេទៅអាហ្នឹងក៏ជាបុណ្យនៅផ្ទះនៅកន្លែងដែរអត់មានអស់លុយអស់កាក់អីទេញាតិញោមណាព្រោះមានអស់លុយអស់កាក់អីទេទី7ហ្នឹងណាបត្តានុមោទនីមយៈហ្នឹងគឺថាបុណ្យកើតពីការអនុមោទនាហ្នឹងគឺទី7ហើយទី8ហ្នឹងធម្មសវនមយៈហ្នឹងគឺថាបុណ្យកើតពីការស្ដាប់ធម៌នេះញាតិញោមពងស្ដាប់អីហ្នឹងធម៌តាមវិទ្យុធម៌តាមណា MP3 អីកំពុងបើកស្ដាប់អីចឹងទៅក៏សប្បាយចិត្តទៅណាតាំងចិត្តទៅធម្មសវនៈហ្នឹងគឺថាបុណ្យកើតពីការស្ដាប់ធម៌ដោយគោរពក្នុងធម៌យកចិត្តទុកដាក់ក្នុងធម៌នឹងបុណ្យក៏កើតចឹងមកដែរព្រោះធម្មទេសនាមយៈគឺបុណ្យកើតអំពីការសម្ដែងធម៌អីចឹងទៅដូចអាត្មាកំពុងសម្ដែងអីហ្នឹងព្រោះតែហ្នឹងទី9ព្រោះហើយញាតិញោមក៏អាចចែករំលែកធម៌ដែលញាតិញោមចេះផងដែរព្រោះញាតិញោមចេះធម៌ប៉ុណ្ណាញាតិញោមបង្រៀនចៅបង្រៀនកូនទៅហ្នឹងហៅថាធម្មទេសនាមយៈចែករំលែកនៅចំណេះដឹងដែលធ្វើឲ្យកិច្ចរលាស់ខ្លួនចេញពីទុកអីចឹងទៅបង្រៀនកូនបង្រៀនចៅបង្រៀនកម្មដ្ឋានកូនចៅអីចឹងណាហ្នឹងក៏ជាបុណ្យមួយដែរព្រោះហើយទី10ហ្នឹងទិដ្ឋុជកម្មៈការធ្វើទិដ្ឋិហ្នឹងឲ្យត្រូវឲ្យត្រង់អីចឹងទៅណាតម្រង់ទិដ្ឋិណាព្រោះឲ្យធ្លាក់ទៅក្នុងអន្លង់គឺមិច្ឆាទិដ្ឋិណានឹងប៉ុណ្ណឹងទៅចោះនឹងគ្រាន់តែសរុបសេចក្តីមកវិញថាបុណ្យហ្នឹងយើងអាចមានវិធីសាស្ត្រច្រើនណាស់ដែលធ្វើបានព្រោះបើយើងអត់លុយទេយើងធ្វើ9ហ្នឹងទៅក៏ជាហេតុធ្វើឲ្យយើងបានបុណ្យកុសលដែរព្រោះអញ្ចឹងដោយពេលវេលាយើងបានអស់ហើយដល់ម៉ោងនឹងល្មមញាតិញោមព្រោះអញ្ចឹងមុននឹងបញ្ចប់នៅព្រះធម៌ទេសនាហ្នឹងក៏សូមខន្តីអធ្យាស្រ័យញាតិញោមព្រះគុណចាស់គ្រប់ព្រះអង្គព្រោះលើកឡើងខុសឆ្គងអីយ៉ាងណាក៏សូមខន្តីអភ័យទោសហើយលើកបុណ្យកុសលគ្រប់សពបែបប្រការទាំងអស់ប្រគេននឹងចែកជូនញាតិញោមហើយនឹងមួយចំណែកទៀតក៏សូមទិសបុណ្យកុសលដល់ពួកញាតិទាំងឡាយនិងបុណ្យកុសលមួយចំណែកទៀតសូមផ្សាយដល់ពួកសព្វសត្វនិងទេវតាគ្រប់ជាន់ថ្នាក់ទាំងអស់សូមឲ្យបានបុណ្យកុសលថ្នាក់ធម្មទានបាននៅបញ្ញាជាបច្ច័យរួចផុតចាកទុក្ខគ្រប់រូបគ្រប់គ្នាសូមអនុមោទនាគណៈពេលនេះខ្ញុំបកណាត់អាភិបភិក្ខុសីលសង្វរោសៀមសុខុមក៏សូមនមស្ការក្រាបថ្វាយបង្គំលានឹងចម្រើនពរលា